Hello សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកនាំបងប្អូនទាំងអស់គ្នាមកមើលតំបន់ទេសចរលើកោះមួយកន្លែងដែលមានឈ្មោះថាក្រុងកោះរ៉ុងដែលជាកោះមួយដែលមានភាពស្រស់ស្អាតមិនចាញ់កោះផ្សេងៗនៃប្រទេសកម្ពុជាយើងទេហើយផ្ទៃដីនៅក្រុងកោះរ៉ុងនេះមានចំនួន 102.5 គីឡូម៉ែត្រក្រឡាហើយនឹង1351គ្រួសារប៉ុន្តែរហូតដល់បច្ចុប្បន្ននេះគឺមានភ្ញៀវទេសចរជាតិទាំងអន្តរជាតិជាច្រើនមានការចាប់អារម្មណ៍ទៅលើកោះដ៏តូចមួយនេះហើយនៅឆ្នាំ2019កោះនេះត្រូវបានគេកំណត់ជាផ្លូវការជាក្រុងកោះរ៉ុងហើយកន្លែងនេះហើយជាកន្លែងដែលខ្ញុំចូលចិត្តបំផុតនៅកោះរ៉ុងដោយសារតែទេសភាពនៅទីនេះមានភាពស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងហើយធ្វើឲ្យខ្ញុំជាប់ចិត្តជាមួយនឹងទឹកដ៏ថ្លាយង់នេះជាមួយនឹងធម្មជាតិនៅក្បែរមាត់សមុទ្រនេះផងដែរហើយនេះគឺជារូបភាពខ្ញុំថតពេលល្ងាចដែលថ្ងៃរៀបនឹងលេចនៅមាត់សមុទ្រអញ្ចឹងណានឹងឲ្យវាពិតជាមានភាពស្រស់ស្អាតមែនទែនឥឡូវនេះយើងមកចូលសាច់រឿងជាម្ដងហើយនេះគឺការធ្វើដំណើររបស់ពួកខ្ញុំទៅលេងទឹកធ្លាក់នៅតំបន់កោះរ៉ុងយើងនឹងឯងអ្នកនរគ្នាយើងឃើញកោះរ៉ុងតូចមែនប៉ុន្តែនៅមានទឹកធ្លាក់ហើយត្រជាក់ទៀតហ្នឹងហើយដើម្បីធ្វើដំណើរដល់យើងចំណាយពេលរៀងយូរដែរតុងជី1ម៉ោងជាងហើយដើម្បីទៅដល់កន្លែងគោលដៅដែលយើងត្រូវទៅដោយសារតែគ្នាច្រើនហើយយើងថតផងឲ្យផងទៅវាសប្បាយមួយយ៉ាងដែរហើយស្រីគាត់ឃើញកាមេរ៉ាបានទេបងប្អូនឃើញវាដៃដាក់មក不要让眼泪失控哪里有可以峰回路转的宿命我不想听我吹过你吹过的晚风那我们算不算相拥可如梦初醒般的两手空空អូខេស្ដាប់បទចម្រៀងតែប៉ុណ្្នឹងបានហើយឥឡូវដល់វគ្គយើងសម្រាយរឿងម្ដងពីបន្ទាប់ពីធ្វើដំណើរអស់ជាង1ម៉ោងកន្លះមកយើងឥឡូវដល់គោលដៅយើងហើយដោយសារតែពួកខ្ញុំទៅថ្ងៃហ្នឹងគឺជាខែមួយដែលអត់សូវមានភ្លៀងធ្លាក់ច្រើនទេទឹកតិចក៏អាចលេងបានហើយបើទឹកច្រើនក៏អាចលេងបានអញ្ចឹងណាហើយតែបានជុំគ្នាអញ្ចឹងទៅគឺសុបាយចិត្តមកហើយឥឡូវនេះខ្ញុំសម្រាយរឿងតែប៉ុណ្្នឹងបានហើយយើងទៅមើលទស្សនវិជ្ជានិងសកម្មភាពដែលពួកខ្ញុំបានធ្វើអីខ្លះអំឡុងពេលមកលេងទឹកជ្រោះនៅក្នុងព្រៃភ្នំអញ្ចឹងបាទ我吹过你吹过的晚风空气里弥漫着心痛可我们最后在这错位时空中真空真空បងពើដែរតាស្រឡាញ់មនុស្សម្នាក់គ្មានហេតុផលស្រឡាញ់មនុស្សម្នាក់ក៏គ្មានលក្ខខណ្ឌស្រឡាញ់មនុស្សម្នាក់ព្រោះតែស្រឡាញ់បេះដូងចោះចាញ់អធិពលស្នេហ៍ចង់ខ្លាចជាមនុស្សអូនគិតមុនគេនឹងឃើញគ្រប់ពេលតាបានទេសនាអូនក៏ចង់បានពីបងដូចគ្នាដែរសន្យាវិញបានទេថាស្នេហ៍តែអូនស្រឡាញ់មនុស្សម្នាក់មិនចាំបាច់មានហេតុផលសុភមង្គលតែពីការយកចិត្តគ្នាមិនអាចឆ្លើយបានថាហេតុអ្វីស្រឡាញ់